សាទរសិស្សនិស្សិតនៃសាលានិងសាកលវិទ្យាល័យ BLT អន្តរជាតិសរុបចំនួន22នាក់ដែលបានប្រឡងជាប់ទទួលបានអាហារូបករណ៍ 100% ទៅកាន់ប្រទេសចិននាយប់ថ្ងៃទី28ខែតុលាឆ្នាំ2025នៅអាកាសយានដ្ឋានអន្តរជាតិដៃជោឯកឧត្តមលីណាវុធអគ្គនាយករងនៃ BLT Group និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ BLT អន្តរជាតិព្រមទាំងលោកជំទាវថាងគុន្ធាបានដឹកនាំគណៈប្រតិភូនៃថ្នាក់ដឹកនាំសាកលវិទ្យាល័យ BLT អន្តរជាតិអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិនដើម្បីចុះទស្សនកិច្ចនៅសាកលវិទ្យាល័យ Qiannan Normal University for Nationalitiesការអញ្ជើញទស្សនកិច្ចនេះឯកឧត្តមសាកលវិទ្យាធិការក៏បានអញ្ជើញជូនដំណើរសិស្សនិស្សិតនៃសាលានិងសាកលវិទ្យាល័យ BLT អន្តរជាតិដែលបានប្រឡងជាប់ទទួលបានអាហារូបករណ៍ 100% ទៅសិក្សានៅសាកលវិទ្យាល័យ Qiannan Normal University for Nationality នៃសាធារណរដ្ឋប្រជាមានិតចិនសាកលវិទ្យាល័យ BLT អន្តរជាតិសូមកោតសរសើរនិងជូនពរបងប្អូនទទួលបានជោគជ័យក្នុងការសិក្សាដើម្បីក្លាយជាទំពាំងស្នងឫស្សីនិងជាធនធានមនុស្សដ៏សំខាន់សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើននាពេលអនាគតដោយនាងខ្ញុំហងពុតបរមីផ្សាយចេញពី BLT RUU សូមអរគុណសូមជម្រាបលា BLT International University, the future of global leaders.